ក្រុមហ៊ុន DMC M12 ដែលរចនាចេញផលិតនៅឆ្នាំ1908ជាងមកបងប្អូនហើយរថយន្តនេះគឺពិតជាមានរូបរាងតាក់ទាញមែនទេបងប្អូនយើងមើលយើងគិតថានេះជាឡានដែលចេញឆ្នាំ2020ឬ20ជាងហើយតាមលំនាំរបស់ Tesla ប៉ុន្តែមែនទេបងប្អូននេះគឺចេញតាំងពីឆ្នាំ1908ជាងប៉ុន្តែជាអកុសលក្រុមហ៊ុនផលិតបាន2ឆ្នាំក៏សម្រេចចិត្តបោះបង់អាជីវកម្មរថយន្តហ្នឹងបងប្អូនណាព្រោះដោយសារការផលិតរថយន្តឆ្នាំ1908ជាងហ្នឹងមានការប្រឈមមុខខ្លាំងក្នុងការជួបនឹងវិបត្តិសេដ្ឋកិច្ចផ្សេងៗច្រើនណាបងប្អូនហើយរថយន្តនេះយើងឃើញមានភាពអស្ចារ្យច្រើនពាក់ព័ន្ធជាមួយនឹងរចនាបថខាងក្រៅទំហំរូបរាងម៉ាស៊ីនអីមានការទាក់ទាញមែនទេបងប្អូនណាតែជាអកុសលផលិតបានប្រហែលជាង 9,000 គ្រឿងទេបងប្អូនហើយនេះជារូបភាពដែលរថយន្តចាស់នៅក្នុងហ្វីលីពីនបាទគេឃើញនៅក្នុង marketplace លក់ក្នុងតម្លៃប្រហែលជា $15,000 ហើយក៏ជនបរទេសម្នាក់ហ្នឹងគាត់សម្រេចចិត្តថានឹងយកទៅឆ្នៃឡើងមួយវិញណាបងណាហ្នឹងហើយនឹងមាន sponsor ជាច្រើនទៀតនឹងជួយព្រោះដោយសារឡាននេះជាក្រុមហ៊ុនបិទទ្វារអញ្ចឹងគ្រឿងផ្សេងទាំងអស់យើង rebuild មកវិញគឺពិបាកមែនទេបងប្អូនអញ្ចឹងគាត់សម្រេចចិត្តថានឹងធ្វើឡាននេះថ្មីឡើងវិញហើយផ្លាស់ប្ដូរម៉ាស៊ីនទាំងស្រុងតែម្ដងដាក់ម៉ាស៊ីនរបស់ Honda បងប្អូនណាអញ្ចឹងជាមើលរូបភាពឬវីដេអូដែលគាត់ធ្វើហើយបន្តទៀតទៅជាយ៉ាងណាចាំខ្ញុំព្យាយាមស្រាវជ្រាវបងប្អូនហើយវីដេអូនេះខ្ញុំបានដកស្រង់ចេញពី page របស់បងតុង GT បងហ្នឹងហើយបងតុង GT គាត់ជាអ្នកស្រឡាញ់បច្ចេកវិទ្យារថយន្តមែនទែនខ្ញុំក៏ជា fan របស់គាត់ដែរបងណាអញ្ចឹងសូមបងប្អូនជួយ like ជួយ comment ជួយ subscribe ម្នាក់មួយផងបងប្អូនណាអញ្ចឹងព័ត៌មាន update បន្តយ៉ាងណាទៀតចាំខ្ញុំព្យាយាមរកប្រភពវីដេអូផ្សេងប្លែកថ្មីដើម្បីជួបបងប្អូនទស្សនាទាំងអស់គ្នាបងប្អូនណាហើយនេះជារូបភាពដែលរោងចក្ររថយន្តហ្នឹងគាត់ខ្សែធនហើយអញ្ចឹងត្រូវបានបិទទ្វារហើយអញ្ចឹងវាពិបាករកគ្រឿងមែនតើបងប្អូនណាមិនថាថ្នាំឬក៏កាងខាងមុខខាងក្រោយអំពូលភ្លើងហ្នឹងប្រហែលជាត្រូវផលិតថ្មីវិញទាំងអស់បងប្អូនណាព្រោះដោយសារក្រុមហ៊ុន